សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតសិទ្ធិដើម្បីធ្វើការបង្កើតសិទ្ធិជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Module Setting ចុចនៅលើពាក្យ Role ចុចប៊ូតុង Create សម្រាប់ Record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ System នឹងធ្វើការចាប់ Record នោះចូលនៅស្វ័យប្រវត្តិធ្វើការបំពេញឈ្មោះសិទ្ធិរបស់លោកអ្នកនៅក្នុងប្រអប់ Description លោកអ្នកអាចធ្វើការបំពេញឈ្មោះសិទ្ធិរបស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ Second Language Prime Privilege គឺជាកន្លែងសម្រាប់លោកអ្នកធ្វើការកំណត់ទៅលើសិទ្ធិទៅតាម Module នីមួយៗនៅក្នុងនោះលោកអ្នកអាចធ្វើការស្វែងរក Module តាមរយៈការ Search ឈ្មោះឬអាចធ្វើការជ្រើសរើសដើម្បីយកមកកំណត់នៅក្នុង System លោកអ្នកអាចធ្វើការកំណត់បាន3លក្ខខណ្ឌគឺ No Access មានន័យថាមិនអាចមានសិទ្ធិចូលទៅធ្វើអ្វីបានទាំងអស់ Read មានន័យថាអាចមានសិទ្ធិចូលទៅមើលតែមិនអាចប្រើប្រាស់បាន Modify មានន័យថាអាចមានសិទ្ធិចូលទៅមើលនិងអាចធ្វើការប្រើប្រាស់បាននៅពេលដែលលោកអ្នកធ្វើការកំណត់រួចលោកអ្នកអាចធ្វើការចុចនៅលើប៊ូតុង Save ដើម្បីបញ្ចប់ដោយចុចសញ្ញារូបប៊ិចដើម្បីធ្វើការកែឬចុចសញ្ញារូបធំសម្រាប់ដើម្បីធ្វើការលុបសិទ្ធិនោះចេញ